ជាអ្នកខ្មែរទាំងអស់គ្នាណាអញ្ចឹងខ្ញុំចែកពណ៌ខ្មៅនេះចេញជាអ្នកពណ៌អបាទចេញជាអ្នកពណ៌អសំលេងស្រាលអណាបាទពណ៌លឿងនេះគឺជាចេញជាអ្នកពណ៌អូបាទអញ្ចឹងគឺសំលេងធ្ងន់កលួណាបាទអញ្ចឹងគឺចេញជាអ្នកពណ៌អខាងក្រោមនេះណាបងប្អូនមាន15តួហើយចេញជាអ្នកពណ៌អូមាន18តួតោះកុំឲ្យខាតពេលឥឡូវរៀនអានជាមួយខ្ញុំបងប្អូនកូនជាពិសេសកូនដែលទើបតែរៀនថ្នាក់ទី1ទី2តែមិនទាន់ចេះអានវ័យណាក៏បានដែរតាចេញជាអ្នកដំបូងគេនេះគឺអក្សរកឥឡូវបើយើងស្ដាប់ទៅកគឺសំលេងអណាបាទអញ្ចឹងគឺចេញជាអ្នកពណ៌អខក៏ចេញជាអ្នកពណ៌អដែរគោចេញជាអ្នកពណ៌អូខោចេញជាអ្នកពណ៌អូដែរងោចឆជូឈោញោដថដូធូណតថតូថូណូបផអូភូម៉ូយោរ៉ូឡូវ៉ូសហឡអអក្សរកអក្សរខអក្សរគូអក្សរខូអក្សរងូអក្សរចអក្សរឆអក្សរជូអក្សរឈូអក្សរញូអក្សរដអក្សរថអក្សរដូអក្សរធូអក្សរណអក្សរតអក្សរថអក្សរតូអក្សរធូអក្សរណូអក្សរបអក្សរផអក្សរអូអក្សរភូអក្សរម៉ូអក្សរយោអក្សររ៉ូអក្សរឡូអក្សរវ៉ូអក្សរសអក្សរអអក្សរឡអក្សរអចឹងបញ្ជាក់កូនហើយបងប្អូនទាំងអស់ដែលរៀនណាគឺពណ៌ខ្មៅនេះជាអក្សរដែលមានសំឡេងពណ៌អហើយពណ៌មួយនេះគឺពណ៌លឿងនេះអក្សរដែលមានសំឡេងពណ៌អូអញ្ចឹងពណ៌អូមាន18តួហើយពណ៌អមាន15តួអញ្ចឹងមេរៀនរបស់ខ្ញុំមានប៉ុណ្ណឹងសូមជម្រាបលាហើយកុំភ្លេចរៀនអានដើម្បីអក្សរសាស្ត្រជាតិរបស់យើងណា